overnight oat đóគឺជាប្រភេទអាហារដែលមមីទាំងអស់គ្នាគួរតែធ្វើឲ្យអូនតូចញ៉ាំមកកុំឲ្យរំលងនិយាយទៅអន់ណាក៏ធ្វើបានម្ដងដែរសម្រាប់កូនខ្ញុំនេះធ្វើញ៉ាំបាន3ដងហើយអាដងចុងក្រោយនេះរៀងជូរចត់បន្តិចព្រោះអីតែយកចេញមកពីទូទឹកកកភ្លាមឲ្យគ្នាញ៉ាំភ្លាមអញ្ចឹងមកគ្នាឡើងនេះហើយពេលគេលើកដៃនេះគេលើកមេដៃតែមមីថតអត់តាន់អីទៅគឺជា overnight oat និយាយទៅបើស្ដាប់ទៅមមីទាំងអស់គ្នាយកឡៃ overnight មានន័យថាឆ្លងយប់អញ្ចឹងស្រីឆ្លងយប់តែឥឡូវខ្ញុំមកបង្ហាញមមីទាំងអស់គ្នាពីវិធីធ្វើទាំងអស់គ្នាដោយសារប្រភេទផ្លែឈើដែលយើងដាក់នៅក្នុងម៉ណុយមួយនេះជាប្រភេទផ្លែឈើស្រស់ហើយអញ្ចឹងយើងត្រូវប្រកាសចិត្តថាផ្លែឈើរបស់យើងលាងសម្អាតបានល្អនេះខ្ញុំលាងឲ្យត្រាំជាមួយទឹកសាប៊ូមិនឃើញមានបាក់តេរីមានដីមានកតិកទីអីគឺចេញមកទាំងអស់ហើយផ្លែឈើដែលយើងយកប្រើហ្នឹងយើងប្រើផ្លែឈើអីក៏បានដែរគាត់ថាឥឡូវនៅក្នុងទូខ្ញុំមានជា strawberry blueberry ហើយនឹងស្វាយទុំអញ្ចឹងពេលខ្លះយើងអាចដាក់ជាចេកយើងអាចដាក់ជា kiwi យើងអាចដាក់ជា raspberry អីក៏បានដែរតាមតែចំណង់ចំណូលចិត្តកូនអញ្ចឹង overnight oat ហ្នឹងគេធ្វើបែបម៉េចមកមីទាំងអស់គ្នាគឺគេយកស្រូវសាលីដែលយើងយកមកប្រើហ្នឹងអាចជាប្រភេទ roll oat ក៏បាន instant baby oat ក៏បានបន្ទាប់មកយើងមិចវាជាមួយផ្លែឈើលាយជាមួយ yogurt ហើយនឹង bơ ប្រភេទ bơ បន្ទាប់មកទៀតយើងអាច topping ជាប្រភេទ syrup ផ្សេងដូចជាសេរ៉ូឡាម៉ាអីជាដើមឡាតើស្រូវសាលីដែលយើងយកមកធ្វើឲ្យអូនញ៉ាំហ្នឹងអូនអាចហាមពោះអត់ព្រោះអីយើងអត់ត្រូវចំអិនទេវាធ្វើលក្ខណៈបែបឆៅទេហើយខ្ញុំជឿថាម៉ាមីខ្លះគឺគាត់អត់ដែរស្គាល់អត់ដែរធ្វើហើយរៀនធ្វើទៀតប៉ុន្តែខ្ញុំហ៊ានណែនាំនិងហ៊ានអះអាងដោយសារតែខ្ញុំបញ្ជាក់ចឹងកូនខ្ញុំញ៉ាំពីបាន3ដងហើយតាំងពីនៅតូចដល់ឥឡូវដល់គេធំហ្នឹងovernight oat ហ្នឹងគឺជាប្រភេទអាហារពេលព្រឹកដែល healthy ខ្លាំងមែនតើមានន័យថាអាហារពេលព្រឹកបែបសុខភាពអញ្ចឹងអាហារដែលបែបសុខភាពហ្នឹងវាជួយទៅលើរឿងអីខ្លះវាសម្បូរទៅដោយ fiber សម្បូរទៅដោយជាតិខ្លាញ់ល្អ healthy fat ហើយវាផ្ទុកទៅដោយ plant based protein ហើយនិងជាតិដែកហើយឯដែលសំខាន់គឺម៉ណុយរបស់យើងហ្នឹងគឺ gluten free ហើយជាប្រភេទអាហារបែបអាហារសុខភាពសម្រាប់កូនតូចពេលដែលយើងនិយាយពីអាហារសុខភាពយើងត្រូវគិតថាចេះខាងពិតអាហារសុខភាពហ្នឹងមិនមែនតតែអាហារហ្នឹងធ្វើឲ្យអូនឡើងគីឡូទេប៉ុន្តែវាជួយតាំងពីរឿងខួរក្បាលជួយតាំងពីការលូតលាស់អីផ្សេងដែលនៅក្នុងហ្នឹងដូចជាប្រភេទផ្លែឈើនេះអញ្ចឹងដែលយើងយកមកប្រើអញ្ចឹងគឺវាសម្បូរទៅដោយវីតាមីនហើយប្រភេទ bơ សណ្តែកដីដែលយើងយកមកប្រើហ្នឹងគឺវាមានជាតិប្រេងពីសណ្តែកដីប្រេងពី almond អញ្ចឹងវាប្រភេទអាហារដែល healthy fat មានជាតិខ្លាញ់ល្អជួយដល់ការលូតលាស់ផ្នែកខួរក្បាលជួយដល់ផ្នែកអូនជាដើមហើយចំណែកស្រូវសាលីដែលយើងយកមកប្រើហ្នឹងក៏ថាប្រយោជន៍វាច្រើនដែរម៉ាមីទាំងអស់គ្នាសម្រាប់ស្រូវសាលីខ្ញុំរើសយក brand នេះមកប្រើយើងយកបែប roll oat ឲ្យវាធំព្រោះឯពេលដែលយើងឆក់វាមកយប់នៅក្នុងទូទឹកកកទៅគឺវាចូលជាតិគ្នាឆ្ងាញ់ហើយវាអត់រឹងទេហើយកុំបារម្ភខ្លាចកូនឆ្លាក់ដោយសារវាទន់ហើយល្មុតចូលគ្នាតែម្ដងហើយស្រូវសាលីដែលខ្ញុំយកមកប្រើនេះគឺជាប្រភេទស្រូវសាលី organic មកមីទាំងអស់គ្នាស្រូវសាលីសរីរាង្គដែលទទួលស្គាល់ដោយស្តង់ដារសហរដ្ឋអាមេរិកបន្ទាប់មកទៀតបើសិនជាកូនត្រឹម6ខែយើងអាចប្រើយកអ៊ូពុបលេទីណាអីហ្នឹងបានមកមីទាំងអស់គ្នាតែដោយសារនេះខ្ញុំធ្វើឲ្យកូនធំអញ្ចឹងខ្ញុំយកយកអ៊ូដែលខ្ញុំធ្វើខ្លួនឯងថ្ងៃមុនមកមិចជាមួយហើយយើងបន្ថែមជាមួយនឹង bơ សណ្តែកដីក៏បាន bơ almond ក៏បានហើយបន្ថែមជាតិផ្អែមទៅដោយសេរ៉ូឡាម៉ានៅក្នុង bơ ហ្នឹងមកមីទាំងអស់គ្នាក្លិនវាឈ្ងុយថាវាអត់ផ្អែមទេដោយសារវាអត់មានលីជាតិស្ករអញ្ចឹងវាឡមទាំងរសជាតិទាំងទឹកឆើអីគឺធម្មជាតិសុទ្ធ 100% ហើយបើអត់ជឿនឹងអត់ដែរឃើញម៉ណុយមួយនេះទេអាចសាក check នៅក្នុង Google អីបានមកមីទាំងអស់គ្នាដាក់ថា overnight oat កុំឲ្យថាបងឯនេះបាញ់ធ្វើអីប្លែកម៉ែកម្មពិតអត់ប្លែកទេអូនញ៉ាំតាំងតែពីអូននៅតូចម៉ែហើយឥឡូវរួចរាល់យើងយកមកដាក់ក្នុងទូទឹកកកមើលទូអូនសុទ្ធតែគ្រឿងរបស់អូនតែម្ដងអញ្ចឹងមកមីទាំងអស់គ្នាត្រូវការគ្រឿងទេសអាចតតងមកកូនអមរៃបាន